LA Care ជាគម្រោងសុខភាពសាធារណៈមួយដ៏ធំក្នុងសហរដ្ឋមានបេសកកម្មផ្ដល់ឲ្យប្រជាជននៅ Los Angeles រួមទាំងអ្នកបញ្ជាអង់គ្លេសស្ទាត់នៅសេវាថែទាំសុខភាពស្មើៗគ្នាបេសកកម្មនេះបានគាំទ្រដោយច្បាប់រដ្ឋបាលសហព័ន្ធមានច្បាប់មួយដ៏សំខាន់បំផុតគឺមាត្រាទី6នៃក្រឹត្យសិទ្ធិស៊ីវិលនៃឆ្នាំ1964ដែលជាច្បាប់រដ្ឋបាលសហព័ន្ធដែលថ្លែងថាកម្មវិធីដែលទទួលថវិកាពីរដ្ឋបាលសហព័ន្ធនឹងមិនត្រូវរើសអើងប្រឆាំងនឹងមនុស្សម្នាដែលយោងលើជាតិសាសន៍ពណ៌សម្បុរនិងដើមកំណើតរួមទាំងភាសាឡើយក៏មានច្បាប់រដ្ឋផ្សេងៗទៀតដែលតម្រូវឲ្យគម្រោងសុខភាពទាំងអស់មានកម្មវិធីជំនួយភាសាដែរនៅក្នុងរដ្ឋ California គម្រោងសុខភាពទាំងឡាយគឺបានតម្រូវឲ្យផ្ដល់សេវាបកប្រែនិងបានបកប្រែសម្ភារៈខ្លះដែលឥតគិតថ្លៃសម្រាប់សមាជិករបស់គេដោយសារហេតុនេះអ្នកថែរក្សាសុខភាពនិងគម្រោងសុខភាពមិនមែនអ្នកជំងឺទេត្រូវតែផ្ដល់សេវាបកប្រែដើម្បីឲ្យប្រាកដថាអ្នកជំងឺអាចទទួលការថែទាំសុខភាពស្មើៗគ្នានិងមានន័យបំផុតបើអ្នកភ្លេចឬមិនបានស្នើអ្នកបកប្រែផ្ទាល់មុខនៅពេលណាត់ជួបពេទ្យរបស់អ្នកសូមឲ្យបានភាសា LA Care ទៅអ្នកថែរក្សាសុខភាពប្រយោជន៍ឲ្យគេសម្គាល់ភាសារបស់អ្នកនិងបានជ្រាបថាអ្នកត្រូវការសេវាបកប្រែរាល់ពេលជួបពេទ្យកុំភ្លេចស្នើអ្នកបកប្រែពី LA Care មុនពេលណាត់ជួបអ្នកមានសិទ្ធិចំពោះសេវាបកប្រែឥតគិតថ្លៃប៉ុន្តែអ្នកក៏ទទួលខុសត្រូវធ្វើឲ្យវាកើតឡើងដែរ